ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនលោកយាយលោកតាថ្ងៃនេះផងដែរជួបជាមួយនឹងខ្ញុំបាទភេនម្ដងទៀតហើយថ្ងៃនេះផងដែរគឺខ្ញុំមាននៅសាច់រឿងមួយមកចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្ដាប់កំសាន្តនាពេលរាត្រីអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះយើងទៅស្ដាប់រឿងរ៉ាវនេះទាំងអស់គ្នាសាច់រឿងយើងដំបូងឡើយនោះបាទគឺលោកពូរបស់ខ្ញុំនឹងគាត់បានបឡានអ្នកទាំងអស់គ្នាគឺចេញពីស្រុកពញាក្រែកបាទចេញពីពញាក្រែកហើយឡានគាត់ទៀតសោតមិនមែនជាឡានទំនើបអីទេជាប្រភេទឡានដឹកដំឡូងដែលវាមាន3ផ្លូវឬយើងហៅថាកង់10នឹងឯងហើយគាត់ថាពេលដែលគាត់បពីក្រែកមកនោះវាចូលខ្ទង់ប្រហែលជាម៉ោង12យប់បើសិនជាយើងគិតទៅប្រហែលជាពាក្យកតាយប់អ្នកទាំងអស់គ្នាពីព្រោះអីម៉ោង12គឺជាម៉ោងមួយដែលគួរឲ្យខ្លាចដែរព្រោះថាវាស្ងាត់អ្នកទាំងអស់គ្នាតាមផ្លូវអីគាត់ថាគាត់បមកនោះគឺអត់មានឡានអត់មានអីទេអញ្ចឹងហើយលើបឿនឡានរបស់គាត់នឹងក៏គាត់ថារៀងលឿនគូសមដែរវាមិនយឺតហើយក៏មិនលឿនអីណាស់ណាដែរគ្រាន់ថាមធ្យមគាត់ធ្វើដំណើរប្រហែលជាអស់រយៈពេល1ម៉ោងគាត់ក៏បានធ្វើដំណើរមកដល់ភូមិមួយដែលស្ថិតនៅទឹកដីមីមុតអញ្ចឹងមានន័យថាពីក្រែកមកដល់មីមុតគាត់ចំណាយពេលប្រហែលជិត1ម៉ោងអ្នកទាំងអស់គ្នាដើម្បីធ្វើដំណើរមកណាដល់ពេលគាត់ថាគាត់ចូលមកក្នុងភូមិក្នុងស្រុកមីមុតហ្នឹងអាភូមិតាមផ្លូវហ្នឹងគឺថាស្ងាត់មែនតើមានភ្លើងតាមផ្ទះគេបើកចាប់អញ្ចឹងណាប៉ុន្តែអត់មានមនុស្សទេពីព្រោះអីគាត់ថាគាត់មកដល់ហ្នឹងវាចូលម៉ោង1ហើយចូលម៉ោង1ជាងហើយដល់ពេលគាត់ថាគាត់ធ្វើដំណើរមកហ្នឹងមកដល់ភូមិមួយហ្នឹងនៅចុងភូមិហ្នឹងវាចែកចេញជា2កណាត់មានន័យថាមួយកណាត់មានផ្ទះហើយចន្លោះកតាលហ្នឹងអត់មានផ្ទះអ្នកស្រុកទេហើយទៅខាងចុងនោះមានផ្ទះអ្នកស្រុកប្រហែលជា10 20ខ្នងទៀតហើយគាត់ថាគាត់បើកមកចំចន្លោះកតាលនៃភូមិហ្នឹងស្រាប់តែគាត់បានឃើញភ្លើងហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយឡានយើងបើកយប់ភ្លើងឡានធំវារៀងភ្លឺខ្លាំងដែរគាត់ថាគាត់អាភ្លើងឡានរបស់គាត់ហ្នឹងច្បាច់ទៅគឺឃើញភ្លើងដូចជាមនុស្សអញ្ចឹងណាបាទគឺនៅគិននឹងផ្លូវហ្នឹងគឺនៅគិនផ្លូវតែវាមិនមែនថានៅជាប់ផ្លូវហ្មងឯងវានៅគិនតាមមាត់ស្រែដល់គាត់ថាភ្លើងដែលគាត់ឃើញហ្នឹងគាត់មើលពីចង្ងាយមកគាត់ថាឃើញភ្លឹបផ្លេតតែវារៀងខៀវក្រហមអញ្ចឹងទៅគាត់ថាតែគាត់អត់នឹកស្មានស្អីផ្សេងទេគាត់អត់គិតទៅដល់រឿងព្រាយបិសាចអីទេអាបអីទេគាត់ថាគាត់ប្រហែលជាមនុស្សដល់ពេលឡានរបស់គាត់បមកចិត្តដល់ភ្លើងហ្នឹងគាត់ថាព្រលត់ភ្លឹបបាត់ភ្លើងនឹងភ្លាមហ្មងណាដល់ពេលបាត់ភ្លើងនឹងភ្លាមគាត់ចាប់ផ្ដើមរៀងព្រឺសម្បល់ដែរដល់ពេលរួចគាត់ងាកមើលឆ្វេងស្ដាំអញ្ចឹងទៅក៏អត់ឃើញដែរពីព្រោះអីភ្លើងឡានរបស់យើងវាមិនមែនថាបំភ្លឺឆ្វាចទាំងសាងខាងអីណាបំភ្លឺមកផ្លូវទៅដែរហ្នឹងដល់ពេលគាត់ថាគាត់អត់ឃើញហ្នឹងគាត់ចាប់ផ្ដើមគិតហើយគាត់គិតថាភ្លើងអីគេយប់ហើយម៉ោង1ហើយម៉ោង1ជាងហើយអ្នកណាគេមកធ្វើអីកន្លែងវាលស្រែហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយស្រែអាក្លាក់ភ្លៀងដើមឆ្នាំដំបងវាមានទឹកដក់ទឹកអីចឹងទៅហើយគាត់ថាបើសិនជាភ្លើងចាប់អង្កែបហេតុអីបានជាពេលដែលគាត់មកបាយជាភ្លើងនឹងបលុតគាត់ថាបលុតមកបលុតភ្លឹបចឹងហ្មងគាត់ថាហើយដល់ពេលគាត់ងាកទៅមើលអាកន្លែងភ្លើងដែលគាត់ឃើញនឹងបាយជាអត់មានឃើញអីទាំងអស់គាត់ឆ្ងល់អញ្ចឹងដល់ពេលគាត់ថាគាត់ឆ្ងល់អញ្ចឹងទៅគាត់ចេះតែសម័យអ្នកទាំងអស់គ្នាមនុស្សឡានមួយប្រប៉ុណ្ណាណីហើយបតែម្នាក់ឯងហើយឡានរបស់គាត់នឹងគឺអត់មានកញ្ចក់អត់មានទ្វារអីទេព្រោះអីអាប្រភេទឡានកែយើងកែដឹកទំលងវាអត់មានទ្វារអត់មានអីទេហើយឧទាហរណ៍បើសិនជាគាត់ថាសិនតែសម័យបិទឬក៏ងាកមកខ្វាច់មកនៅកាប៊ីនមកខាងទៀតស្រាប់តែឃើញស្ញាញ់ដាក់គាត់អ្នកទាំងអស់គ្នាគឺតែសម័យមើលទៅរូបភាពមួយនឹងគឺឲ្យរន្ធត់ប៉ុណ្ណាអញ្ចឹងហើយគាត់ពេលហ្នឹងគឺចាប់ផ្ដើមហើយមានអារម្មណ៍ថាភ័យងាកឆ្វេងងាកស្ដាប់ហើយដល់ពេលគាត់ថាគាត់បើកមកដល់ក្នុងផុតមកចូលផ្ទះគេនៅខាងមុខជិះផុតទៅបានគាត់មានអារម្មណ៍ថារាំងធូរក្នុងទ្រូងគាត់បន្តិចទៅហើយគាត់ក៏បានធ្វើដំណើរមកដល់ភូមិខ្ញុំដើម្បីយកកម្មករទៅដកដំឡូងហើយអ្នកទាំងអស់គ្នាតែងតែឆ្ងល់ហើយហេតុអីបានជា
ត្រូវបឡាននៅពេលយប់ធ្វើអីតាមពិតទៅអ្នកដែលគាត់រស់ស៊ីខាងផ្នែកដឹកដំឡូងគឺគាត់ដឹងហើយឡានជួនកាលអត់បានដេកទេបាទគឺចេញពីក្បាលល្ងាចសិតសឹងថាទៅភ្លឺហើយអ្នកដែលបឡានឆ្ងាយហើយសម្រាប់គាត់ចេញមកពេលយប់ចឹងពីព្រោះអីម៉ោង2ម៉ោង3ហ្នឹងគាត់ត្រូវដឹកកម្មករយកទៅចំការដើម្បីដកដំឡូងដកអីទៀតបើសិនជាគាត់អត់មកពេលយប់ចឹងទេអញ្ចឹងជើងរបស់គាត់គឺត្រូវខាតហើយអញ្ចឹងមួយថ្ងៃហ្នឹងគឺគាត់អត់បានដកនឹងឬក៏ដឹកដំឡូងទេអញ្ចឹងហើយទីងហើយនឹងទួលគាត់ត្រូវតែមកពេលដែលយប់គឺម៉ោង12យប់មានន័យថាគាត់បពីក្រែកមកម៉ោង12យប់មកដល់មីមុតយើងនេះចូលខ្ទង់ម៉ោង1ជាងណាហើយមកដល់ភូមិខ្ញុំនឹងចូលខ្ទង់ម៉ោង1ចិត្តម៉ោង2ហើយគាត់ថាហើយគាត់អត់បានដេកទេអ្នកទាំងអស់គ្នាហើយតែជួបរឿងចឹងទៀតគាត់ថាគាត់ភ័យដែរហ្នឹងណាដល់ពេលអញ្ចឹងទៅគាត់ថាប្រហែលជាភ្លើងអាបហើយពីព្រោះអីយប់ហើយអ្នកទាំងអស់គ្នាម៉ោង1ទោះបីជានៅចិត្តភូមិគេមែនប៉ុន្តែមនុស្សគេលេងដើរទៀតហើយស្មើហ្នឹងបាទម៉ោង1ម៉ោង2ហើយអញ្ចឹងហើយគាត់ថាប្រហែលជាអាបហើយភ្លើងដែលគាត់ឃើញហ្នឹងគាត់ថាពណ៌រាងខៀវអ្នកទាំងអស់គ្នាពណ៌រាងខៀវក្រហមហើយគាត់ថាភ្លឹបភ្លេតហើយអត់ខ្ពស់ទេគាត់ថាកម្ពស់ក្បាលមនុស្សហ្នឹងប្រហែលជា1ម៉ែត្រ2ម៉ែត្រអីគាត់ថាភ្លឹបភ្លេតហើយចុះឡើងគាត់ថាគាត់ឃើញហើយគាត់មានអារម្មណ៍ថារាងភ័យខ្លាចដែរប៉ុន្តែធ្វើមិនបើជាកតាបកិច្ចរបស់គាត់ត្រូវធ្វើដំណើរមកហើយបើវាមិនធ្វើមកទេអញ្ចឹងខាតជើងរបស់គាត់ហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់ហើយមានការចូលចិត្តកុំភ្លេចចូលចុចនិង Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទពី Channel របស់ខ្ញុំហើយគណៈពេលនេះគឺសូមជម្រាបលាទៅកាន់អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ